កម្ពុជាកំពុងធ្វើការជាមួយថៃដើម្បីជំរុញឲ្យមានការដោះលែងមកវិញភ្លាមនៅអ្នកនេសាទចំនួន4រូបដែលកងទ័ពជើងទឹកថៃចាប់យកកាលពីថ្ងៃទី6ខែមករាឆ្នាំ2026កន្លងទៅនេះបើតាមអភិបាលខេត្តកោះកុងលោកជំទាវជីវ៉ាបញ្ជាក់នៅអំឡុងពេលជួបជុំជាមួយប្រជានេសាទនៅក្នុងខេត្តកោះកុងកាលពីថ្ងៃទី7ខែមករាបន្ថែមពីនេះអភិបាលខេត្តកោះកុងក៏ផ្ដល់ព័ត៌មានមួយចំនួនទៅកាន់ក្រុមគ្រួសាររបស់អ្នកនេសាទទាំង4នាក់ឲ្យបានជ្រាបរដ្ឋបាលខេត្តកោះកុងស្រង់សម្ដីលោកជំទាវអភិបាលខេត្តផ្សព្វផ្សាយលើទំព័រ Facebook ផ្លូវការដូចនេះថាអាជ្ញាធរសមត្ថកិច្ចគ្រប់ថ្នាក់កំពុងធ្វើការដោះស្រាយសូមរក្សាការសម្ងាត់ព័ត៌មានមួយចំនួនដែលជាកាតព្វកិច្ចជំនាញនាងខ្ញុំសង្ឃឹមថាបងប្អូនទាំង4នាក់នឹងអាចវិលត្រឡប់មកលំនៅឋានវិញក្នុងពេលឆាប់ខាងមុខនេះសូមបងប្អូនមានទំនុកចិត្តនិងជឿជាក់លើការខិតខំយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំយើងសូមបញ្ជាក់ថាកងទ័ពជើងទឹកថៃនៅវេលាម៉ោង 11:30 នាទីព្រឹកថ្ងៃទី6ខែមករាឆ្នាំ2026បានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរមួយគ្រឿងដែលមានប្រជាពលរដ្ឋខ្មែរចំនួន4នាក់កំពុងនេសាទក្បែរឆ្នេរកោះយ៉ងនៅលើផ្ទៃព្រំដែនកម្ពុជាថៃដែលមិនទាន់ថមថយកម្ដៅចំនួនលោកជំទាវអភិបាលខេត្តកោះកុងក៏បានអំពាវនាវប្រជានេសាទត្រូវនេសាទនៅក្នុងតំបន់ជិតក្នុងដែនសមុទ្ររបស់កម្ពុជាដោយត្រូវជៀសវាងចូលនេសាទជ្រៅដែលធ្វើឲ្យភាគីថៃចោទប្រកាន់ប្រជានេសាទកម្ពុជាចូលនេសាទក្នុងដែនគ្រប់គ្រងរបស់គេលោកជំទាវអភិបាលខេត្តសង្កត់ធ្ងន់ដូចនេះថាក្នុងស្ថានភាពបែបនេះសូមបងប្អូនប្រជាពលរដ្ឋរួមទាំងអស់គ្នាកុំធ្វើអ្វីដែលបង្កឲ្យគេចោទប្រកាន់យើងបានជាមួយគ្នានេះលោកជំទាវជីវ៉ាក៏អំពាវនាវឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមដោយប្រុងប្រយ័ត្នពីព្រោះបើផ្សព្វផ្សាយមិនសមស្របនឹងបង្កផលលំបាកដល់ប្រជានេសាទដែលត្រូវភាគីថៃចាប់និងប្រឈមការអនុវត្តវិធានការផ្នែកផ្លូវច្បាប់ពីសំណាក់អាជ្ញាធរថៃជាក់ជាមិនខានលោកជំទាវសង្កត់ធ្ងន់ថាកុំបង្កើតព័ត៌មានคล้ายៗជាព័ត៌មានមិនពិតមានលក្ខណៈញុះញង់បង្កចលាចលពីព្រោះវាមិនបានជួយអ្វីដល់ការរកដំណោះស្រាយនោះទេ